កិច្ចសហប្រតិបត្តិការជាមួយចិនក៏យើងឃើញថាមុខសញ្ញាជនជាតិចិនដែលតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចចិនរត់គេចសម្ងំលាក់ខ្លួនធ្វើសកម្មភាពក៏យើងបានធ្វើកិច្ចសហប្រតិបត្តិការនឹងខាត់ហើយបណ្ដឹងចេញពីកម្ពុជាយកទៅអនុវត្តតាមច្បាប់នៅក្នុងប្រទេសចិនហើយចុងក្រោយនេះដើមខែមករាក៏យើងឃើញហើយថាមុខសញ្ញាជាជនជាតិម្នាក់ឈ្មោះចិនស៊ីក៏បានត្រូវបានបណ្ដឹងចេញពីកម្ពុជាដកហូតសញ្ជាតិហើយនឹងចិនកំពុងនឹងធ្វើការស៊ើបអង្កេតហើយកម្ពុជាក៏កំពុងតែធ្វើការស៊ើបអង្កេតដែរនេះជាចំណុចវិជ្ជមានមួយធំណាស់ហើយទន្ទឹមនេះក៏យើងបានបន្តការរកគូកនពាក់ព័ន្ធដែលជាមេខ្លោងបាទដែលបានប្រព្រឹត្តនៅកម្ពុជាតទៅទៀតបើជាជនជាតិចិនគឺយើងត្រូវតែកិច្ចសហការជាមួយនឹងសមត្ថកិច្ចចិនដើម្បីធ្វើកិច្ចការងារនេះបានបង្ក្រាបនិងបោះសម្អាតទីតាំងវាមានប្រមាណជា250ទីតាំងនៅក្នុងទូទាំងប្រទេសហើយក្នុងនោះមានកាស៊ីណូប្រមាណ91ទីតាំងដែលជាកាស៊ីណូហើយយកទៅប្រព្រឹត្តនៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយក៏បានចាត់វិធានការច្បាប់ទៅលើជនល្មើសដែលមានចំនួនច្រើនប្រមាណជា600បើតួលេខដែលយើងទទួលបានពីខាងក្រសួងយុទ្ធភ័ពមាន679នាក់ហើយមានសញ្ជាតិជាច្រើនហើយក្នុងនោះក៏មានចិនហើយចំនួននេះគឺចិនច្រើនបាទមានវងប្រមាណជាង100នាក់បាទហើយការរកឃើញនឹងការសហការដើម្បីបណ្ដឹងចេញពីកម្ពុជានិងអនុវត្តទោសនៅប្រទេសចិនកន្លងមកទល់ពេលនេះគឺមានចំនួនក្នុងចំណោម8989នាក់ច្រើន23សញ្ជាតិហើយក្នុងនោះសញ្ជាតិចិនហ្នឹងគឺមានរហូតដល់ប្រមាណជា76000នាក់បាទខ្ញុំគិតថាចំនួនច្រើនជាងគេគឺចិនហ្នឹងបាទហើយអ្វីដែលយើងមានការរីករាយទៅនឹងកិច្ចសហប្រតិបត្តិការទៀតសោតក៏ខាងសមត្ថកិច្ចក្រសួងសន្តិសុខសាធារណៈចិនរដ្ឋាភិបាលចិនបានជួយគាំទ្រទាំងសមត្ថភាពទាំងសម្ភារៈបច្ចេកទេសមួយចំនួនដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបនៅបទល្មើសនេះឲ្យដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាថែមទៀតហើយយើងក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូជាពិសេសគឺសមត្ថកិច្ចអនុវត្តច្បាប់របស់ប្រទេសចិនដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាបាទដើម្បីធ្វើយ៉ាងណារកឲ្យអស់អំពីមុខសញ្ញាដែលនៅសេសសល់បាទហើយយើងគិតថាឥឡូវហ្នឹងវានៅគិតថាកន្លែងដែលអាចធូរលងឬមួយក៏កន្លែងដែលតែកំពុងតែប្រឈមនឹងបញ្ហាសន្តិសុខព្រំដែនវាក៏អាចរត់ទៅតំបន់ហ្នឹងហើយមួយចំនួនក៏វារត់ទៅទីតាំងដែលនៅតំបន់ខ្លះវាខិនដូមានច្រើនជាន់តែវាយកតែមកបន្ទប់ពីបន្ទប់ធ្វើសកម្មភាពតិចទៀតយើងនឹងផ្ដល់ឲ្យឃើញជាក់ស្ដែង